He don't want no short D. បាទសួស្តីបងប្អូនពេលមែនអរគ្នាបាទខ្ញុំមានវីដេអូថ្មីមួយគឺចង់បង្ហាញដល់បងប្អូនអរគ្នាទាក់ទងជាមួយនឹងប្រភេទ JBL Party Box 100 ស៊េរីថ្មីហើយនិង JBL Boombox មានបងប្អូនជាច្រើនគាត់មានចម្ងល់ថាតើរវាង speaker ទាំងពីរហ្នឹងតើមួយណាគុណភាពល្អជាងហើយមួយណាសំឡេងវាឮខ្លាំងឬមួយក៏ប្រភេទមួយណាដែលសំឡេងវាឮព្រោះជាងហើយថ្ងៃនេះដែរដើម្បីឲ្យបងប្អូនអស់ចម្ងល់បាទថ្ងៃនេះខ្ញុំនឹងធ្វើការប្រៀបធៀបគ្នារវាង JBL Party Box 100ហើយនិងប្រភេទ JBL Boombox បាទនៅក្នុងខ្ញុំនេះចង់ដឹងថាតើប្រភេទ JBL Party Box 100ជាប្រភេទ speaker ស៊េរីថ្មីនឹងសំឡេងរបស់វាឮខ្លាំងជាងប្រភេទ JBL Boombox ដែរឬអត់បាទឬមួយក៏ប្រភេទ JBL Boombox ហ្នឹងវាឮខ្លាំងជាងឬមួយក៏វាយ៉ាងម៉េចបាទអញ្ចឹងដើម្បីឲ្យអស់ចម្ងល់ទាំងអស់គ្នាបងប្អូនធ្វើការតាមដានវីដេអូនេះពីដើមដល់ចប់ទៅនឹងដឹងហើយបាទ JBL Party Box 100តម្លៃរបស់វាគឺត្រឹមតែ$299ទេបាទហើយចំណែកឯ JBL Boombox គឺតម្លៃរបស់វាគឺរហូតដល់$330ណោះបាទគឺតម្លៃវាទើបតែចុះថ្លៃទេបាទហើយបងប្អូនក៏មានចម្ងល់ថាបងអាពីរហ្នឹងខ្ញុំមានលុយ$300ដែរខ្ញុំអាចទិញ JBL Boombox ក៏បានខ្ញុំអាចទិញ JBL Party Box 100ក៏បានប៉ុន្តែខ្ញុំអត់ដឹងថាតើអាពីរហ្នឹងខ្ញុំគួរតែជ្រើសរើសយកមួយណាបាទដើម្បីឲ្យត្រូវពីស្ថានភាពប្រើប្រាស់របស់ខ្ញុំហើយខ្ញុំចង់ដឹងថាតើអាពីរហ្នឹងសំឡេងរបស់វាយ៉ាងម៉េចបាទសម្រាប់គំនិតខ្ញុំផ្ទាល់បាទអ្វីដែលខ្ញុំបានតេស្តសំឡេងអ្វីដែលខ្ញុំបានប្រើប្រាស់កន្លងមក JBL Party Box 100បាទគឺជាប្រភេទ speaker ស៊េរីថ្មីហើយរាងរបស់វាធំបាទបើយើងប្រៀបធៀបគ្នាទៅគឺធំជាង JBL Boombox ទៀតបាទ Boombox យើងបញ្ឈរអញ្ចឹងគឺ Boombox គឺទំហំវាប៉ុណ្ណេះបាទទូយទេបាទទូជាង JBL Party Box 100ទៀតប៉ុន្តែហេតុអីបានជាតម្លៃរបស់វាថ្លៃជាងហេតុផលគឺចំពោះ JBL Party Box រូបរាងរបស់វាធំមែនប៉ុន្តែតម្លៃវាធូរថ្លៃដោយសារអីទីមួយសំឡេងរបស់វាបើមិនតែយើងប្រៀបធៀបពីគុណភាពសំឡេងបាទបើមិនជាបងប្អូនស្ដាប់សំឡេងយកព្រោះហ្មងគឺអត់ឈ្នះ JBL Boombox ទេបាទ JBL Boombox គឺសំឡេងរបស់វាឮព្រោះឮសទន់ឮលះដាច់ស្អាតហើយចំណែកឯ JBL Party Box 100បាទមិនអត់បរោះសតហ្មងទេគឺវាបរោះដែរប៉ុន្តែបើសិនជាយើងប្រៀបធៀបគ្នាទៅគឺអានេះលើបាទ JBL Boombox លើ JBL Party Box សំឡេងរបស់វាឮខ្លាំងបុកបាសមកឮខ្លាំងជាងឮងំជាងប៉ុន្តែអាគុណភាពសំឡេងរបស់វាហ្នឹងវាស្ទើរបាទចង់និយាយថាអា detail នៃសាច់ភ្លេងនៃចម្រៀងហ្នឹងវាចេញមកវាអត់ទៅច្បាស់ដាច់ដូច JBL Boombox ឯងបាទ JBL Boombox វាចេញមកឮច្បាស់ជាងដូចអាសំឡេងទីងអញ្ចឹងណាបាទសំឡេងទីងអញ្ចឹង Boombox ចេញមកឮទីងព្រោះមកបាទប៉ុន្តែអានេះរៀងឮទីងដែរតែវាអត់សូវរៀងសតុនអត់សូវរៀងមុតបាទរៀងស្ទើអញ្ចឹងណាហើយបើនិយាយអំពីគុណភាពរបស់វា JBL Party Box 100គឺទឹកអត់បានទេហើយកម្រិតថ្មរបស់វាបាទទំហំថ្មវាគឺត្រឹមតែ2500 mA តែប៉ុណ្ណោះគឺថ្មរបស់វាតូចមែនទែនគឺត្រឹមតែ2500 mA ទេប៉ុន្តែកម្រិតនៃដែលយើងប្រើប្រាស់ហ្នឹងគឺយើងអាចប្រើបានរហូតដល់12ម៉ោងឯណោះបាទអញ្ចឹងគឺថ្មវាទូចមែនប៉ុន្តែក៏យើងអាចប្រើបានរយៈពេលយូរដែរបាទដោយសារអីវាថាវាទូចប៉ុន្តែក៏វាអត់សូវស៊ីភ្លើងដែរអានេះហ៎បាទ JBL Party Box 100ហ្នឹងហ៎បាទអញ្ចឹងគឺវាយើងអាចប្រើបានរហូតដល់12ម៉ោងបើសិនជាយើងបើកខ្លាំងហ្មងបើសិនជាយើងបើកកឹបហ្មងមកកឹបហ្មងគឺយើងអាចប្រើបានក្នុងរយៈពេលចន្លោះ6ទៅ7ម៉ោងដែរបាទប៉ុណ្ណឹងបើសិនជាយើងបើក volume វា 100% តែម្ដងសម្រាប់ JBL Boombox វិញបាទ JBL Boombox គឺកម្លាំងរបស់វាកម្លាំងថ្មរបស់វាគឺរហូតដល់20000 ampere បាទគឺធំមែនតើ20000 ampere រាងវាទូចមែនប៉ុន្តែថ្មវាធំហើយកម្រិតដែលយើងអាចចាក់លេងបានបាទគឺវាបានរហូតដល់24ម៉ោងបាទបើយើងប្រើល្មមគឺ24ម៉ោងបាទប៉ុន្តែបើសិនជាបងប្អូនយកទៅប្រើប្រាស់ជាលក្ខណៈប្រចាំថ្ងៃបងប្អូនយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតែម្ដងបាទ JBL Boombox បើសិនជាយើងបើកខ្លាំងហ្មងក៏អាចបាន12ទៅ13ម៉ោងដែរមកវាគឺយូរមែនតើបាទគឺប្រើមួយថ្ងៃពេញតែម្ដងបាទប៉ុន្តែបើសិនជាបងប្អូនប្រើជាលក្ខណៈធម្មតាមួយថ្ងៃស្ដាប់ 4-5 ម៉ោងឬមួយក៏មួយថ្ងៃប្រើតែ2-3ម៉ោងអីឬមួយក៏ស្ដាប់មួយថ្ងៃ 4-5 បទអីចឹងបាទគឺយូរមែនតើអត់ងាយអស់ទេបាទគឺអត់ងាយអស់ទេហើយសម្រាប់លក្ខណៈពិសេសបាទ JBL Boombox គឺជាប្រភេទ speaker waterproof បាទគឺវាអាចត្រូវទឹកបានបាទគឺបងប្អូនអាចយកវាទៅលេងទឹកបានយកទៅជ្រលក់ទឹកបានបាទយើងជើសកាត់ភ្លៀងកាត់
ខ្យល់ពីហួយក៏អត់អីដែរបាទគឺអានេះធន់មែនតើបាទគឺធ្វើទឹកធ្វើអីបានបាទហើយសម្លេងមកវាគឺលឺបរោះលឺសតុនណាហើយបើសិនតែយើងប្រៀបធៀបអំពីកម្លាំងវ៉ាត់វិញបាទកម្លាំងវ៉ាត់ JBL Party Box 100កម្លាំងរបស់វាគឺ60វ៉ាត់ហើយចំពោះ JBL Boombox កម្លាំងរបស់វាគឺ60វ៉ាត់ដូចគ្នាប៉ុន្តែហេតុអីបានអានេះលឺខ្លាំងជាងបាទហេតុអីបានអានេះលឺខ្លាំងជាងវាទី1វាអាស្រ័យលើមៀតបាទទី1គឺវាអាស្រ័យលើមៀតដែរហើយអានេះវា Opler របស់វាធំជាងបាទ Opler របស់វាគឺធំជាងណាអានេះ JBL Boombox Opler របស់វាខាងមុខនេះទុយអត់ទៅធំហ្មងនេះប៉ុន្តែគូតរបស់វាវែងហើយ Opler វានឹងសតុនបាទវារឿងតុនណាកាលណាយើងចាក់ចម្រៀងទៅយើងស្ដាប់ចេញសម្លេងមកគឺលឺបរោះសតុនបំពេអារម្មណ៍មកប៉ុន្តែសម្រាប់ JBL Party Box 100បាទសម្លេងរបស់វាគឺលឺលឿងឆាវហើយសម្លេងបាសរបស់វាលឺរឿងខ្លាំងបាទហើយទាំងនេះគឺជាអ្វីដែលវាលក្ខណៈខុសគ្នាបាទគឺវាខុសគ្នាអញ្ចឹងបាទហើយបើយើងប្រៀបធៀបពីតម្លៃវិញបាទបើសិនជាយើងប្រៀបធៀបពីតម្លៃគឺ JBL Party Box 100តម្លៃរបស់វាគឺធូរថ្លៃជាង JBL Boombox រហូតដល់$30នោះអានេះគឺ299 JBL Boombox តម្លៃរបស់វាគឺ$330វាតម្លៃវាខុសគ្នាប៉ុន្តែលក្ខណៈពិសេសរបស់វាគឺខុសគ្នាដែរ JBL Boombox គឺអាចធ្វើទឹកបានគឺសំឡេងរបស់វាលឺបរោះជាងបាទថ្មវាកាន់បានយូរជាងយើងអាចយកទៅកន្លែងដែលមានភ្លៀងមានខ្យល់ឬមួយក៏យើងយកទៅចល័តដល់លេងគឺវាថ្មរបស់វាកាន់បានយូរជាងទំហំថ្មវាគឺធំជាងដែរសម្រាប់ JBL Party Box 100គឺកម្រិតថ្មរបស់វាគឺទូចជាងបាទបើយើងគិតជាម៉ោងវិញគឺម៉ោងវាបានត្រឹមតែ12ម៉ោងយើងអាចប្រើបានជាធម្មតាណាហើយមួយទៀតតើប្រភេទ JBL ទាំងពីរហ្នឹងតើបងប្អូនគួរតែយកទៅប្រើប្រាស់ក្នុងស្ថានភាពបែបណាបាទអានេះគឺជាអ្វីដែលសំខាន់ដែលខ្ញុំចង់បង្ហាញដល់បងប្អូនអរគ្នាសម្រាប់ JBL ទាំងពីរនេះលក្ខខណ្ឌនៃការប្រើប្រាស់គឺវាខុសគ្នាវាជាប្រភេទ speaker ចល័តដូចគ្នាបាទប៉ុន្តែនៅពេលដែលបងប្អូនយកទៅប្រើប្រាស់ខាងក្រៅគឺបងប្អូនអត់អាចយកទៅគ្រប់ទីកន្លែងដែលបងប្អូនចង់យកទៅបានទេបាទសម្រាប់ JBL Party Box 100បើសិនជាបងប្អូនចង់ប្រើប្រាស់នៅខាងក្រៅគឺយើងអាចប្រើបានដូចគ្នាបាទ Boombox ក៏ប្រើបានដូចគ្នាដែរបាទប៉ុន្តែស្ថានភាពខុសគ្នាដូចថាយើងទៅលេងទឹកឬមួយក៏យើងទៅទីកន្លែងកំសាន្តដែលគេមានទឹកបាជាមានទឹកជះមកអីចឹងបាទហ្នឹងគឺប្រយ័ត្នបន្តិចបាទអានេះទៅទឹកអត់បានទេអានេះទៅទឹកគឺខូចហើយបាទអានេះគឺចំណុចខ្សោយរបស់វាបាទអញ្ចឹងគឺស្ថានភាពប្រើប្រាស់គឺយើងប្រើបាននៅកន្លែងដែលស្ងួតអត់មានទឹកបាទយើងប្រើប្រាស់បានដូចជានៅក្នុងផ្ទះឬមួយក៏យើងអាចប្រើប្រាស់បាននៅកន្លែងម្លប់កន្លែងអីចឹងបាទយើងជួបជុំគ្នាអញ្ចឹងគឺយើងចង់យកវាទៅតាមខ្លួនគ្រប់ពេលវេលាហ្មងគឺអត់បានទេអានេះហ៎បាទវាទៅតាមកលៈទេសៈដែរបាទប៉ុន្តែសម្រាប់ JBL Boombox បាទ JBL Boombox គឺយើងអាចសង្កត់ថាយើងអាចយកទៅតាមខ្លួនយើងបានគ្រប់កលៈទេសៈតែម្ដងបាទមិនថាយើងទៅដើរលេងមិនថាយើងទៅលេងទឹកមិនថាយើងទៅទីកន្លែងដែលមានទឹកច្រើនឬមួយក៏យើងទៅដើរលេងអីចឹងដូចជានៅតាមរមណីយដ្ឋានខ្លះគឺទៅលេងទឹកបាទគឺយើងទៅលេងទឹកតែម្ដងអញ្ចឹងគឺយើងចង់យកអានេះទៅតាមដែរអញ្ចឹងគឺយើងអាចយកទៅបានអញ្ចឹងគឺវាលក្ខណៈពិសេសរបស់វាគឺអញ្ចឹងអានេះណាបាទលក្ខណៈពិសេសរបស់វាគឺខុសគ្នាអញ្ចឹងអញ្ចឹងគឺបើនិយាយពីស្ថានភាពប្រើប្រាស់បាទ JBL Boombox គឺយើងអាចបត់បែនបានគ្រប់ស្ថានភាពបាទបងប្អូនយកទីកន្លែងណាក៏បានដែរប៉ុន្តែអានេះ JBL Party Box 100គឺអត់បានទេបាទទៅទឹកអត់បានទេយើងប្រើប្រាស់ក្នុងលក្ខខណ្ឌមួយគឺអត់ឲ្យទៅទឹកទេបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំនឹងធ្វើការសាកសំឡេងរវាង JBL Party Box 100និង JBL Boombox បាទចង់ដឹងថាតើសំឡេងរបស់វានឹងវាខុសគ្នាលក្ខណៈបែបណាបាទអញ្ចឹងបងប្អូនអាចតាមដានស្ដាប់ទៅហើយបើសិនជាបងប្អូនមានកាសបាទគឺបងប្អូនអាចស្ដាប់តាមរយៈកាសបានបាទស្ដាប់តាមរយៈកាសគឺយើងអាចស្ដាប់ដឹងថាតើសំឡេង JBL Party Box 100ហ្នឹងហើយនិងប្រភេទ JBL Boombox ហ្នឹងវាសំឡេងវាខុសគ្នាលក្ខណៈបែបម៉េចបាទបើសិនជាបងប្អូនស្ដាប់តាមរយៈ speaker ទូរស័ព្ទបាទ speaker ទូរស័ព្ទគឺវាអត់ដូចអ្វីដែលយើងបានស្ដាប់ជាប់ជាផ្ទាល់តែម្ដងទេបាទគឺបងប្អូនអាចដាក់កាសគឺស្ដាប់ដឹងជាងហើយខ្ញុំនឹងធ្វើការសាកសំឡេងរវាង JBL Party Box 100ហើយនិងប្រភេទ JBL Boombox គឺខ្ញុំនឹងចាក់ពីចង្វាក់ទី1គឺចង្វាក់លក្ខណៈកន្ទ្រឹមបាទហើយនឹងទី2ខ្ញុំធ្វើការចាក់បទលក្ខណៈបុកបាសឥឡូវនេះខ្ញុំនឹងធ្វើការចាក់ចម្រៀងទៅលើប្រភេទ JBL Party Box 100មុនគេបាទហើយ volume គឺខ្ញុំបើក80ដូចគ្នាណាបងប្អូនគ្នាបន្ទាប់មកទៀតខ្ញុំនឹងធ្វើការចាក់នៅបទដូចគ្នាដដែលបាទគឺខ្ញុំចាក់នៅលើប្រភេទ JBL Boombox បាទគឺ volume ខ្ញុំបើក80%ដូចគ្នាបាទនេះខ្ញុំនឹងធ្វើការចាក់បទចម្រៀងលក្ខណៈបទញាក់វិញម្ដងចង់ដឹងថាតើ JBL Party Box ហើយនិង Boombox មួយណាបុកបាសខ្លាំងជាងអញ្ចឹងគឺបងប្អូនអាចស្ដាប់បានទាំងអស់គ្នាបាទឥឡូវនេះខ្ញុំនឹងធ្វើការសាកទៅលើ JBL Party Box 100មុនគេបាទគឺខ្ញុំចាក់បទ remix គឺ volume ខ្ញុំបើក80%ដូចគ្នាណា You don't want no short
មកទៀតខ្ញុំធ្វើការចាក់បត់ដដែលបត់ញាក់ដដែលបាទទៅលើប្រភេទ JBL Boombox វិញម្ដងចង់នឹងថាតើសំឡេងបុកបាសរបស់ JBL Boombox វាអាចយកឈ្នះ JBL Partybox 100ដែរឬអត់បាទ He don't want no short dick man. បាទបងប្អូនអរគ្នាបន្ទាប់ពីយើងបានចាក់ចម្រៀងបាទបត់កន្ទ្រឹមបត់ញាក់បាទទៅលើប្រភេទ JBL ទាំងពីរហ្នឹងបាទតាមអ្វីដែលខ្ញុំបានស្ដាប់ផ្ទាល់បាទ JBL Partybox 100គឺសំឡេងមកវាឮបុកបាសមកឮខ្លាំងជាងឮងុំបាទហើយវាឮបានជះឮបានឆាវជាងប៉ុន្តែសម្រាប់ JBL Boombox បាទសំឡេងមកវាគឺបុកបាសមកវាគឺវាអត់សូវខ្លាំងដូច JBL Partybox ទេបាទគឺសំឡេងមកវាបើសិនជាយើងគិតភាគរយវិញបាទអានេះសំឡេងបាសវាបាន 90% អានេះសំឡេងបាសវាបានខ្ទង់តែ 80% ទេបាទប៉ុន្តែអ្វីដែលពិសេសនៃ JBL Boombox បាទគឺសំឡេងរបស់វាឮសតុនបុកបាសរងំបាទហើយវាឮដាច់ឮច្បាស់ល្អបាទក្របភ្លេងដែលយើងស្ដាប់សាច់ភ្លេងណាបាទគឺសំឡេងតិកតក់សំឡេងទូចសំឡេងធំសំឡេងសាប់អីហ្នឹងគឺវាចេញមកគឺឮច្បាស់ល្អមែនតើបាទគឺឮដាច់ស្អាតមែនតើបាទអញ្ចឹងអានេះវាឮខ្លាំងបាទអានេះវាឮអត់សូវខ្លាំងទេវាទៅឮព្រោះបាទឮព្រោះជាងអានេះបាទអញ្ចឹងគឺអ្វីដែលខ្ញុំបានសាកសម្លេងបងប្អូនអរគ្នាគឺមានតែប៉ុណ្ណឹងឯងបាទអញ្ចឹងវីដេអូប្រៀបធៀបសម្លេងហើយនិងវីដេអូប្រៀបធៀបអំពីលក្ខណៈពិសេសរវាង JBL Partybox 100ហើយនិង JBL Boombox បាទគឺមានតែប៉ុណ្ណឹងឯងបាទហើយមួយទៀតបើសិនជាបងប្អូនអត់ច្បាស់បាទបងប្អូនមើលវីដេអូរបស់ខ្ញុំហើយនៅតែមានមន្ទិលសង្ស័យអត់ច្បាស់បាទគឺបងប្អូនអាចមកដល់ហាងផ្ទាល់តែម្ដងបាទគឺបងប្អូនអាចទៅសាកសម្លេងអាចទៅតេស្តសម្លេងទៅផ្ទាល់ស្ដាប់ឮផ្ទាល់ទៅជាតែម្ដងអញ្ចឹងគឺបានច្បាស់ជាងអ្វីដែលខ្ញុំបានបង្ហាញទៅបាទប៉ុន្តែសម្រាប់ខ្ញុំដែលបានបង្ហាញដល់បងប្អូនថ្ងៃនេះបាទគឺខ្ញុំចែករំលែកនៅអ្វីដែលខ្ញុំបានជួបផ្ទាល់ហើយខ្ញុំបានស្ដាប់ឮផ្ទាល់ជារបស់ខ្ញុំអញ្ចឹងគឺអ្វីដែលខ្ញុំនិយាយទៅគឺសង្ឃឹមថាបងប្អូននឹងទទួលបានហើយបងប្អូនដែលនៅតាមបណ្ដាខេត្តជាមួយបងប្អូននៅទីឆ្ងាយដែលបងប្អូនអត់បានមកទិញផ្ទាល់ឬមួយបងប្អូនចង់ឲ្យផ្ញើទៅគឺបងប្អូនអាចមើលវីដេអូហ្នឹងទៅគឺបងប្អូនអាចសម្រេចចិត្តបានហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើ speaker ណាមួយដែលខ្ញុំបានដាក់បង្ហាញដល់បងប្អូនអរគ្នានិយាយអំពីការប្រៀបធៀបខាងមុខទាំងពីរហ្នឹងដូចជា JBL Partybox 100ឬមួយក៏ JBL Boombox បាទឬមួយក៏ model ផ្សេងទៀតរបស់ JBL បាទដែលខ្ញុំអត់ទាន់បានយកមកបង្ហាញហ្នឹងគឺបងប្អូនអាចទាក់ទងបានបាទគឺទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេតុងទល់មុខផ្សារឃ្លាំងរំសេវបាទទល់មុខម៉ងឌីយ៉ាល់ហ្នឹងណាបាទគឺចិត្តស្តុកកោះដូងគឺបងប្អូនមកទីនឹងមកគឺបងប្អូននឹងឃើញ showroom របស់ JBL មួយដែលមានដាក់ logo ខាងមុខដាក់ថា Top Sound ហើយបើសិនជាបងប្អូនចង់ទាក់ទងឲ្យដឹកជញ្ជូនទៅឲ្យឬមួយក៏បងប្អូនចង់ទិញតាមរយៈ online បាទគឺបងប្អូនអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ070 39 5103ហើយនិងលេខមួយខ្សែទៅ093 88 26 66បាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូខ្លីនេះ